សូមជូនពរលោកទាំង4អ្នកធ្វើដំណើរបានសុខទទួលបានគម្ពីរត្រឡប់មកវិញអរគុណសម្រាប់ចង្ហាន់ចម្រើនពរធ្វើដំណើរឲ្យបានសុខអរគុណហើយពេលកណ្ដាលបានជួបព្រះនឹងជួយនិយាយពីល្អល្អឲ្យបណ្ដេញជគុណជួយវិហារបាក់បាយឲ្យបណ្ដេញជគុណជោគជ័យហើយពិតជាជោគជ័យហើយសោកចាស់នោះហៅពួកយើងថាអ្នកស្វែងរកគម្ពីរធម៌នេះមិនជាសងថាជាដេដាទៅសូមមកខ្ញុំនិយាយពីបីឃ្លាទៅផ្លូវនេះដើរត្រូវហើយដើរត្រូវហើយសេចក្ដីទី2លោកគ្រូត្រូវបិសាចចាប់យកទៅហើយឧស្សាហ៍បើនៅហាត់ទៀតខ្ញុំសេចក្ដីទី2លោកគ្រូពិតជាត្រូវបិសាចចាប់យកទៅមែនណាល្អខ្លាំងណាស់ហាត់បន្តទៀតលោកគ្រូបាត់ខ្លួនហើយអីពួកឯងធ្វើស្អីឆាប់លែងយើងទៅជួយផងជួយយើងផងជួយផងលោកគ្រូហើយនៅនេះចិត្តហើយក្រាបទូលព្រះអង្គទី2អស់ផ្កាចាននឹងសឹកទៅមកហើយមិនប្រកាសទៅបេះមកមិនបាច់ទេស្ងោទឹកធម្មតាបានហើយធំមិនបញ្ញាយ៉ាងហ្នឹងសាច់ថងជ័យឲ្យធ្វើជីវិតអមតៈបិសាចយកខាងមុខចង់ហូបក៏មិនបានហូបផងឯងនឹងថាមូលហេតុអីទេហេតុអីខ្ជិលខ្លាំងពេកចាប់បានហើយមិនបញ្ញាប់ហូបចេះតែយឺតយ៉ាវស្រួលខំខ្លាំងបណ្ដាពួកគេក៏មិនដឹងដែរងាប់គ្មានសល់ស្រួលខំខ្លាំងចឹងផងឡើងទីហ៊ូននៅឡានព្រំសាច់ដែលនៅឆ្ងាយរាប់រយគីឡូម៉ែត្រទៅកំទេចអស់ហើយពូទី2ទូកម្លាំងយើងមិនអាចព្រៀបជាមួយបិសាចខាងមុខក៏ដោយតែយើងក៏អាចលឿនដែរថែមភ្លើងចាប់ផ្ដើមចំអិនហូបបែបទៅអត់ហន់បានហើយបើនៅនិយាយទៀតនឹងយឺតពេលស្ងោភ្លាមខ្ញុំមិនមែនជាសងខាងជ័យទេខ្ញុំខ្លាចតាចាប់ដល់លេខខ្ញុំទៅមិនចង់លេងជាមួយយើងខ្ញុំចង់តែជាបិសាចគីគួរតែប៉ុណ្ណោះលោកមើលចុះមុននេះក៏បន្លាយពេលដែរយើងមិនចាច់បោកអីទេហេតុអីបានជាមិនជឿមុនស្ងោខ្ញុំយ៉ាងហោចណាស់ក៏គួរតែលៀងទឹកដែរពេលអាចគឺខ្ញុំស្រាប្រកាសជាយល់អីគ្មានពេលសម្អាតទេមិនខ្ពើមទៅអើមអត់ទេបងធំស្ងោគេទាំងខោអាវបែបហ្នឹងវាមិនគួរខ្ពើមទេអីដល់ឲ្យវាចេញទៅឆាប់ឡើងឃើញហើយនៅបិសាចគីគួរស្បែកដល់គ្រឿមនេះគឺជាពលណាបងធំមើលទៅដូចមិនសងខាងទេយ៉ាងឯថាបានជាបិសាចជាច្រើនហូបសាច់ឯងមិនបានពិតជាល្បិចខ្ពស់មែនមិនក៏ឯងរឹកក្បាលខ្លាំងម្ល៉េះបំភ័ន្តភ្នែកប្រកាសជាអាស្វានោះប្រាល្បីបំផន់ភ្នែកហើយវាយស្ងោវាទៅពួកយើងទទួលស្គាល់ថាពួកយើងគឺខ្លាំងខ្លាយឲ្យគេដោះលែងលោកគ្រូបានទេបាទទេបើពួកយើងនិយាយថាខ្លាំងខ្លាយផ្សព្វផ្សាយចេញទៅមិនអាចធ្វើដំណើរទៀតទេពួកយើងវាយមិនឈ្នះពួកបើឯងនិយាយច្រើនទៀតហើយពីឃ្លាខ្ញុំបើដែរបងថ្ងៃនេះឯងសំខាន់ណាស់យល់ទេទីចំណាប់អារម្មណ៍ពួកគេខ្ញុំនឹងសង្សារឆ្លៀតដល់ការប្រជុំលោកគ្រូខ្ញុំមានជំនាញខ្លះអាចទៅជាមួយបិសាចចូលចាយបានប្រមាណក្បាលដែរហាត់ជាមួយខ្ញុំម្ដងទៀតណាខ្ញុំជាមហាទេពស្បើមេឃចាំដែរខ្ញុំជាមេធំមហាទេពអាមេរិកានៅខាងក្រៅមានបិសាច3ក្បាលមានម្នាក់អាងថាវាគឺជាមហាទេពស្មើមេឃមិនគឺលឿនម្លេះមិនទាន់ចិត្តទេព្រះអង្គនៅអ៊ុនឡើងជាល្អខ្លាំងណាស់ទឹកអ៊ុនស្រួលខ្លួនមែនយ៉ាយើងមួយជំរាបដល់ដែរហត់សុំអាម៉ាត់គ្រាន់ជាងអត់ប្រមូលគ្រាភ្លាមត្រៀមខ្លួនឲ្យទៅចូលសូមស្វាគមន៍យ៉ាងកក់ក្ដៅអើយភ្ញៀវជិញមកពីឆ្ងាយអត់បានចេញទទួលសួស្ដីនេះបានន័យថាម៉េចចាប់ដៃគោរពជាប្រពៃណីក្នុងតំបន់ពួកខ្ញុំបង្ហាញពីការគោរពបំផុតចំពោះភ្ញៀវកិត្តិយសឯណាលោកគ្រូខ្ញុំនៅខាងក្នុងអញ្ជើញខាងនេះរញ៉េរញ៉ាញ់តិចហើយក៏ប្រកាន់អីណាបងធំខ្ញុំនៅខាងក្នុងកំពុងចាំស្វាគមន៍គ្រប់ស្វាគមន៍យ៉ាងកក់ក្ដៅហីបោហើយមុននេះបដិជនទាំង4អង្គកំពុងសម្រាប់ខាងក្នុងទើបមិនទាន់ចង់រំខានខ្ញុំឃើញលោកគ្រូពលលោកធ្វើដំណើរហត់លួយទ្រាំមិនបានទើបកម្ដៅទឹកជ្រុះលើព្រំមួយឲ្យគាត់ងូតបំបត្តិការលួយហត់បដិជនពេលនេះមានអារម្មណ៍យ៉ាងម៉េចដែរឈប់ដល់កន្លែងដដែលទៀតទៅស្បែករបស់យើងជិះរលាត់អស់ហើយអូសិស្សទាំងអស់គ្នាយកល្អពួកឯងមកជាមួយគ្នាមកទឹកក្តៅនេះស្រួលខ្លួនណាលោកគ្រូពួកកណ្ដាលខំទៅភ័យដោយសបល់ក្នុងឆ្នាំងក្តៅហើយលោកគ្រូមានអារម្មណ៍ងូតទឹកទៀតខោឲ្យពួកឯងពិតជាស្អាតណាស់អូបាទយល់ហើយសូមជូនដំណើរយ៉ាងកក់ក្ដៅ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 សូមជូនដំណើរ